បុប្ផានិទានសូមជូនរឿងដំណើរជីវិតរបស់សុភានៅភូមិជនបទតូចមួយមានផ្ទះឈើតូចៗជាប់គ្នាជាច្រើននិងមានសួនបន្លែបៃតងនៅពីក្រោយផ្ទះនៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះសុភាដែលរស់នៅជាមួយនឹងម្ដាយចាស់ម្នាក់នាងជាមនុស្សសាមញ្ញស្រឡាញ់ការងារនិងជួយម្ដាយលក់បន្លែនៅផ្សាររាល់ព្រឹកសុភាត្រូវភ្ញាក់ពីព្រឹកមុនថ្ងៃរះដើម្បីដកបន្លែនិងរៀបចំដាក់កន្ត្រកទៅលក់ទោះជាជីវិតមិនសម្បូរបែបប៉ុន្តែសុភាមានបេះដូងពោរពេញដោយក្តីសង្ឃឹមថ្ងៃមួយខណៈនាងកំពុងរៀបចំបន្លែមានបុរសវ័យក្មេងម្នាក់ដើរឆ្លងកាត់គាត់ឈ្មោះវិចិត្រគាត់ទើបតែផ្លាស់មករស់នៅជិតនោះហើយធ្វើការជាគ្រូបង្រៀននៅសាលាបឋមសិក្សាក្នុងភូមិវិចិត្រឈប់មើលកន្ត្រកបន្លែរបស់សុភាហើយនិយាយដោយស្នាមញញឹមបន្លែល្អៗណាស់តើលក់ថ្លៃប៉ុន្មានសុភាមើលតែគាត់បន្តិចហើយឆ្លើយយ៉ាងទន់ភ្លន់និងសុភាពរាបសារចាបន្លែល្អដោយសារតែខ្ញុំដាំឃ្វាដោយខ្លួនឯងនេះគឺជាពេលដំបូងដែលពួកគេបានជួបគ្នាហើយពេលនោះគ្មាននរណាម្នាក់ដឹងថាការជួបគ្នាលើកដំបូងនេះនឹងបង្កើតរឿងស្នេហាដ៏សាមញ្ញមួយដោយពួកគេទាំងពីរនាក់មិនបានដឹងខ្លួនឡើយបន្ទាប់ពីថ្ងៃនោះវិចិត្រតែងតែឆ្លងកាត់ផ្ទះសុភាពេលខ្លះគាត់មកទិញបន្លែពេលខ្លះគាត់គ្រាន់តែឈប់និយាយលេងបន្តិចសុភាដឹងថាវិចិត្រជាគ្រូបង្រៀនដែលស្រឡាញ់កុមារក្មេងៗក្នុងភូមិស្រឡាញ់គាត់ខ្លាំងណាស់ព្រោះគាត់មិនត្រឹមតែបង្រៀនអក្សរប៉ុន្តែបង្រៀនពួកគេអំពីសុចរិតនិងក្តីស្រឡាញ់ផងដែរថ្ងៃមួយវិចិត្រនិយាយថាសុភាខ្ញុំចង់ដាំបន្លែខ្លះដែរតែខ្ញុំមិនចេះទេអ្នកអាចបង្រៀនខ្ញុំបានទេសុភាសើចតិចៗហើយនិយាយថាចាស់បានបើអ្នកមិនខ្លាចដីជាប់ដៃទេចាប់ពីថ្ងៃនោះពួកគេចាប់ផ្ដើមចំណាយពេលជាមួយគ្នាច្រើនជាងមុននៅក្នុងសួនតូចក្រោយផ្ទះពួកគេដាំបន្លែសើចលេងនិងនិយាយអំពីក្តីសុបិនរបស់ពួកគេច្រើនខែបានកន្លងផុតទៅស្នេហារបស់សុភានិងវិចិត្រក៏រីកចម្រើនដោយដើមបន្លែដែលពួកគេបានដាំថ្ងៃមួយវិចិត្រនាំសុភាទៅមើលផ្ទះឈើតូចមួយនៅជាយភូមិផ្ទះនោះចាស់បន្តិចប៉ុន្តែមានសួនតូចនិងដើមផ្កាស្រស់ស្អាតនៅមុខផ្ទះវិចិត្រនិយាយដោយសំឡេងស្ងប់ស្ងាត់ខ្ញុំមិនមានអ្វីធំធេងទេតែបើថ្ងៃណាមួយអ្នកព្រមរស់នៅជាមួយខ្ញុំខ្ញុំចង់ឲ្យយើងមានផ្ទះតូចមួយបែបនេះសុភាមើលផ្ទះនោះហើយបេះដូងនាងពោរពេញដោយអារម្មណ៍កក់ក្ដៅនាងដឹងថាសុភមង្គលមិនមែនស្ថិតនៅក្នុងផ្ទះធំធេងទេប៉ុន្តែស្ថិតនៅក្នុងមនុស្សដែលរស់នៅជាមួយគ្នាប៉ុន្តែជីវិតមិនតែងតែរលូនទេឆ្នាំនោះភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យសួនបន្លែរបស់សុភាខូចខាតជាច្រើនការលក់ក៏ធ្លាក់ចុះហើយគ្រួសារនាងចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុសុភាមានការព្រួយភ័យបារម្ភខ្លាំងណាស់នាងខ្លាចថានាងមិនក្លាយជាបន្ទុកសម្រាប់វិចិត្រថ្ងៃមួយនាងនិយាយទៅវិចិត្រថាប្រហែលជាអ្នកគួរតែរកមនុស្សដែលមានជីវិតល្អជាងខ្ញុំវិចិត្រសម្លឹងមើលនាងដោយភ្នែកស្មោះត្រង់ហើយនិយាយថាសុភាខ្ញុំមិនស្រឡាញ់អ្នកព្រោះអ្នកមានអ្វីទេខ្ញុំស្រឡាញ់អ្នកព្រោះអ្នកគឺជាអ្នកពាក្យសាមញ្ញទាំងនោះធ្វើឲ្យទឹកភ្នែករបស់សុភាហូរចេញដោយអារម្មណ៍កក់ក្ដៅ2 ឆ្នាំក្រោយមក
នៅជាយភូមិមានផ្ទះឈើតូចមួយដែលព័ទ្ធជុំវិញដោយសួនបន្លែនិងផ្កាពណ៌ស្រស់នៅក្នុងផ្ទះនោះមានសំឡេងសើចរបស់ក្មេងតូចម្នាក់គាត់គឺជាកូនរបស់សុភានិងវិចិត្រនៅតែបង្រៀននៅសាលាហើយសុភានៅតែដាំបន្លែពេលល្ងាចពួកគេអង្គុយនៅមុខផ្ទះមើលថ្ងៃលិចនិងនិយាយអំពីថ្ងៃដែលកន្លងផុតទៅសុភាមើលផ្ទះតូចរបស់នាងហើយនិយាយស្ងាត់ៗថាខ្ញុំមិនដែលគិតថាផ្ទះតូចមួយអាចផ្ទុកសុភមង្គលបានច្រើនបែបនេះទេវិចិត្រចាប់ដៃនាងហើយញញឹមក្រោមដំបូលផ្ទះតូចនោះមិនមានទ្រព្យសម្បត្តិធំធេងទេប៉ុន្តែមានអ្វីដែលមានតម្លៃជាងគេគឺភាពស្មោះត្រង់និងចេះយល់គ្នាទៅវិញទៅមកចាប់ពីថ្ងៃនោះមកសុភានិងកូនតូចនិងវិចិត្ររស់នៅដោយសុខសេនសាន្តទៅអើយ